វីដេអូឯកសារខ្លីស្ដីពីសមិទ្ធផលនៃការអនុវត្តគម្រោងសហគមន៍ដឹកនាំលើកកម្ពស់ជីវភាពនិងធ្វើឲ្យប្រសើរឡើងនៅធនធានធម្មជាតិស្ទឹងថ្មីភូមិស្ទឹងថ្មីឃុំប្រម៉ោយស្រុកវាលវែងខេត្តពោធិ៍សាត់ពេលវេលាអនុវត្តគម្រោងថ្ងៃទី25តុលាឆ្នាំ2022ដល់ថ្ងៃទី29កុម្ភៈឆ្នាំ2024អង្គការពលិកមាគឺជាអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការក្នុងប្រទេសកម្ពុជាយើងមកតាំងពីឆ្នាំ2003ដែលយើងបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃហើយបច្ចុប្បន្នយើងធ្វើការក្នុងខេត្តចំនួន5បាទគឺខេត្តកំពង់ឆ្នាំងខេត្តពោធិ៍សាត់ខេត្តបាត់ដំបងខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យគម្រោងដែលយើងកំពុងតែធ្វើការនៅក្នុងខេត្តពោធិ៍សាត់ជាពិសេសនៅក្នុងស្រុកវាលវែងបាទនៅក្នុងឃុំប្រម៉ោយភូមិស្ទឹងថ្មីនេះគឺជាគម្រោងមួយដែលយើងបានទទួលមូលនិធិពីមូលនិធិបរិស្ថានពិភពលោកបាទតាមរយៈអង្គការ UNDP ហើយគម្រោងនេះយើងមានរយៈពេល16ខែហើយសកម្មភាពសំខាន់ៗក្នុងគម្រោងនេះគឺទី1យើងពង្រឹងសមត្ថភាពគណៈកម្មការឲ្យគាត់ចេះធ្វើការចេះគ្រប់គ្រងអនុវត្តការងារក្នុងមូលដ្ឋានរបស់គាត់ហើយទី2ជាសកម្មភាពដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទៅលើសកម្មភាពថែទាំកូនឈើចំការកូនឈើហើយជាពិសេសព្រៃឈើនៅក្នុងតំបន់នេះចំនួន712ហិកតាត្រូវបានការពារដោយក្រុមគណៈកម្មការសហគមន៍និងប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើងហើយក្រៅពីនេះទៀតក៏យើងបានជួយសកម្មភាពសំខាន់មួយទៀតគឺយើងជួយផ្នែកកសិកម្មហើយគោលបំណងនៃការជួយកសិកម្មនេះគឺដើម្បីលើកកម្ពស់ជីវភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្ទឹងថ្មីនេះដើម្បីឲ្យប្រកបឈានទៅកាត់បន្ថយការរុករានការបំផ្លាញព្រៃឈើនៅក្នុងតំបន់សហគមន៍យើងបានហើយក្រៅពីនេះយើងបានជួយទៅលើសម្ភារៈល្បាតមួយចំនួនដូចជាស្បែកជើងសម្រាប់ពាក់ហើយមានអាវភ្លៀងបាទមានរឹងហើយមានមួកបាទមានពិលសម្រាប់យើងធ្វើការល្បាតពេលយប់ការអនុវត្តគម្រោងនេះក៏មានការចូលរួមកិច្ចសហការល្អពីអ្នកពាក់ព័ន្ធផងដែរពីអាជ្ញាធរមូលដ្ឋានពិសេសក្រុមប្រឹក្សាឃុំប្រម៉ោយនិងជំនាញមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ទាំងអស់នេះជាសកម្មភាពរួមគ្នាមួយក្នុងការចូលរួមការពារដីនិងព្រៃឈើក្នុងតំបន់ការពារធម្មជាតិស្ទឹងថ្មីបាទពីមុនមកគឺបានរៀបចំជារចនាសម្ព័ន្ធមួយសាទហើយប៉ុន្តែដោយអង្គការពលិកមានេះមកគឺគាត់បានសហការរៀបចំរចនាសម្ព័ន្ធថ្មីគឺបានដំណើរការជាបន្តបន្ទាប់ក្នុងការការពារព្រៃសហគមន៍អង្គការពលិកមាបានជួយសម្របសម្រួលនៅលក្ខន្តិកៈសហគមន៍យើងខ្ញុំបានរៀបចំធ្វើបច្ចុប្បន្នភាពគណៈកម្មការតាំងពីមានសមាជិក7នាក់ឥឡូវយើងបានធ្វើបច្ចុប្បន្នការនេះសមាជិកយើងឡើងដល់23នាក់ក្នុងនោះមានស្រី7នាក់ការពីល្បាតព្រៃឈើបាទយើងចុះល្បាតយើងចុះការពីភ្លើងឆេះព្រៃបាទយើងចុះនិយាយទៅកម្មបត់ល្មើសជាក់ស្ដែងដូចជាអាឈើកាត់ឈើអញ្ចឹងណាការរុករានបាញ់សត្វបាញ់អីអញ្ចឹងឈូសឆាយដីយកកម្មសិទ្ធិអញ្ចឹងព្រោះយើងត្រូវតែចុះល្បាតជារៀងរាល់ខែអញ្ចឹងណាគ្រូគ្រប់គ្រងទៅលើសកម្មភាពការថែទាំកូនឈើដែលយើងបានដាំស្ដារឡើងវិញចំនួន56ហិកតាតែមានកូនឈើទាំងអស់វាសរុបទៅជាង50000ដើមក្រុមសហគមន៍គឺបានធ្លាប់ចូលរួមគឺផ្សព្វផ្សាយការពារមន្តការពារធម្មជាតិការកាត់ត្រៀនរំលោភដីធ្លីក្រុមសហគមន៍បានសហការជាមួយនឹងសហគមន៍ទាំងថ្មីហើយនឹងបរិស្ថានប្រកបសំខាន់តំបន់ការពារធម្មជាតិស្ទឹងថ្មីយើងស្ថិតនៅតំបន់ណាបាទយើងសហគមន៍យើងគឺស្ថិតនៅក្នុងតំបន់ប្រើប្រាស់ប្រជាភាពបាទកន្លងមកជំនាញបរិស្ថានចូលរួមស្ទើរតែគ្រប់សកម្មភាពរបស់សហគមន៍ទាំងអស់បាទចាប់ផ្ដើមតាំងពីការរៀបចំបង្កើតសហគមន៍ដំបូងចុះផ្សព្វផ្សាយអនុវត្តច្បាប់តាំងពីឆ្នាំ2010មកដល់ទល់បច្ចុប្បន្ននេះជួយទៅខាងផ្នែកបច្ចេកទេសនៅក្នុងការអនុវត្តច្បាប់បច្ចេកទេសផ្សេងទៀតដូចជាការគ្រប់គ្រងសាច់ប្រាក់ការគ្រប់គ្រងបច្ចេកទេសកសិកម្មការគ្រប់គ្រងសហគមន៍ហើយនិងការ
ដាក់ពាក្យបណ្ដឹងទៅតុលាការចំពោះរបបល្មើសទាំងអស់បាទអង្គការពលឺកុមារបាទចូលមកជួយសហគមន៍នេះគឺចំពេលវេលាល្អណាស់បាទពីព្រោះសហគមន៍យើងធ្លាប់បានដកហូតដីពីបទល្មើសដែលបានរូបរាងហ្នឹងទំហំ40ហិកតាហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានដាំកូនឈើគាត់បានឧបត្ថម្ភទាំងថវិកាទាំងសម្ភារៈនិងបច្ចេកទេសដល់សហគមន៍ក្នុងការការពារជាក់ស្ដែងដូចជាប្រហែលថ្ងៃមុននេះមានភ្លើងឆេះព្រៃនៅម្ដុំកូនឈើនោះជាសំណាងល្អដែលយើងបានការពារទុកជាមុនដោយសហគមន៍បានឆ្កាស្មៅចេញតាមការលើកឡើងរបស់គណៈកម្មការសហគមន៍និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិស្ទឹងថ្មីដែលបានទទួលប្រាក់កម្ចីនិងវគ្គបណ្ដុះបណ្ដាលជំនាញធ្វើឲ្យគាត់យកទៅប្រកបមុខរបរដែលខ្លួនពេញចិត្តដូចជាលក់ចាប់ហួយចិញ្ចឹមមាន់និងដាំបន្លែពួកគាត់បានបង្ហាញពីអារម្មណ៍សប្បាយចិត្តគ្រប់គ្នាដោយសារពួកគាត់ទទួលបានមុខរបររីកចម្រើននិងប្រាក់ចំណូលកើនឡើងគួរឲ្យកត់សម្គាល់សម្រាប់ក្រុមគ្រួសារនិងសហគមន៍របស់ពួកគាត់ជាមួយដូចជាមានលុយកម្ចីឲ្យសហគមន៍ហើយនឹងបង្កើតក្រុមដាំបន្លែចិញ្ចឹមមាន់ទាំងអស់វាមានក្រុមដាំបន្លែ2ក្រុមដាក់ចិញ្ចឹមមាន់2ក្រុមគឺទាំងអស់44គ្រួសារបានជួយដូចជាប៉ោះយាមនេះប៉ោះយាមដែលយើងបានអង្គុយមើលនេះកាលពីមុនយកមានប៉ោះយាមហ្នឹងមានពួកល្មើសព្រៃឈើហ្នឹងគាត់អត់សូវខ្លាចពួកយើងទេគាត់ពេលដែលយើងមានប៉ោះយាមហ្នឹងទៅពួកបត់ល្មើសព្រៃឈើហ្នឹងគាត់ក៏យើងខ្លាចពួកយើងនៅលួចសង្ងំយាមក៏ចាំឃ្លាំមើលពួកគាត់កាប់បំផ្លាញព្រៃឈើអញ្ចឹងណាក្នុងគម្រោងហ្នឹងបានល្អខ្លាំងជួយស្ត្រីមានដូចជាយើងខ្ចីលុយក្នុងគម្រោងហ្នឹងយើងអាចបរិយាមុខរបរធំជាងមុនបន្តិចតាមរយៈប្រាក់កម្ចីជួយដល់នាងខ្ញុំផ្ទាល់ដូចជាខ្ញុំលក់មុខរបរហ្នឹងពីមុនតូចតែឥឡូវខ្ញុំបានច្រើនជាងមុនឥឡូវខ្ញុំលក់បានច្រើនចំណូលក៏បានច្រើនចំណេញក៏បានច្រើនជាងមុនបាទខ្ញុំចូលចិត្តការកសិកម្មខ្ញុំចង់ចាំសត្វមាន់សត្វទាហ្នឹងជាលក្ខណៈគ្រួសារហើយក្នុងក្រុមខ្ញុំហ្នឹងមាន11នាក់ហើយខ្ញុំជាកសិករគំរូម្នាក់ដែលផ្ដល់យោបល់ឲ្យគាត់បរៀនឲ្យគាត់ជួយមើលជួយថែគាត់ដែរក្នុងក្រុមចិញ្ចឹមមាន់ប៉ុនខ្ញុំហ្នឹងខាងអង្គការពលឺកុមារហ្នឹងគាត់បានជួយកសិករគំរូដូចជាគ្រូខ្ញុំអញ្ចឹងដូចជាសំណាញ់លួសសំណាញ់អួនសូឡាកំពង់ទឹកហើយនឹងពូជមាន់បានផ្ដល់រៀនបច្ចេកទេសពីគ្រូពីអីបានច្រើនអញ្ចឹងទៅយើងចិញ្ចឹមជាច្រើនជាលក្ខណៈជាទីផ្សារវិញបាទពីមុនខ្ញុំចិញ្ចឹមតាមធម្មជាតិលែងវារះទៅព្រៃអញ្ចឹងទៅចំណូលពីមុនហើយពីឥឡូវវាខុសគ្នាពីមុនយើងបានតិចតួចតែឥឡូវយើងអាចលក់ក្នុងរយៈពេល1ខែ2ខែហ្នឹងវាបានចំណូលរៀងខ្ពស់ជាងមុនអត់មកមួយទីកើតទេហ្នឹងចាខាងក្រុមមានបែងចែកជា2ក្រុមមួយក្រុម20នាក់វា40នាក់ទាំងអស់ប្រជុំក្រុមជារៀងរាល់ខែអញ្ចឹងទៅហើយដើរមើលគាត់ថាគាត់ត្រូវខែហ្នឹងត្រូវដាំអីបែងចែកទៅដាំអីអញ្ចឹងយើងបែងចែកគ្នាជាខែអញ្ចឹងទៅដើម្បីយើងប្រមូលផលខ្ញុំតើថាខ្ញុំមានទូរនីតិ2ពេលប្រធានផងនិងទីផ្សារផងរាល់ថ្ងៃឲ្យធ្វើខ្លួនឯងកសិកម្មខ្លួនឯងផងតាំងពីពលឺកុមារមកគាត់បានផ្ដល់ជារោងបានផ្ដល់ជាសម្ភារៈឲ្យនាងខ្ញុំហ្នឹងហើយផ្ដល់គ្រូបច្ចេកទេសបរៀនមកខ្ញុំធ្វើតាមបច្ចេកទេសរបស់គាត់ទៅវាអាចបានផលច្រើនដោយសារតែយើងដាំក្នុងនេះវាអត់មានប៉ះពាល់សត្វល្អិតទេពីមុនអត់មានអ្នកអង្គការមកជួយអញ្ចឹងវារៀងពិបាកមានភារកិច្ចចម្រើនច្រើនចាឥឡូវល្អប្រសើរជាងមុនល្អជាងមុន 60% មុនបានតែ30 20អីទេព្រោះ20មែនហ្នឹងបើមិនដឹងដាំអត់បានផងកាលពីមុនខ្ញុំធ្លាប់តែចូលព្រៃដូចជាអាលឈើដូចអីយកមកលក់ហ្នឹងដល់ពេលវានឿយហត់ខ្លាំងអត់ដូចចិញ្ចឹមមាន់នៅផ្ទះយើងរស់នៅផ្ទះមើលថែតិចតួចទៅវាអត់មានហត់ទេហើយចំណូលយើងក៏រៀងគ្រាន់ដែរទោះគម្រោងចប់ក៏ខ្ញុំអាចចិញ្ចឹមមាន់បន្តទៀតព្រោះខ្ញុំស្រឡាញ់ខាងកសិកម្មការចិញ្ចឹមនឹងសត្វហ្នឹង
អត់អាចមកឈប់បានលីបថៅលីកបាត់ចូលព្រៃទៀតអត់ទេលែងអានេះបើសិនជាយើងអត់បានដាំបន្លែអត់បានអីយើងទៅកាប់ឈើកាប់អីលក់ហ្នឹងឯងតែពេលកាលណាយើងដាំបន្លែដាំអីយើងមានពេលវេលាណាទៅកាប់ឈើកាប់អីយើងបានចំណូលមកចូលក្នុងក្រុមគ្រួសារដើម្បីដោះស្រាយជីវភាពហើយយើងអត់មានត្រូវការកាប់ឈើកាប់អីទៀតទេខ្ញុំសនំពរចង់ឲ្យពលិកុមារហ្នឹងជួយដល់សហគមន៍ហ្នឹងដើម្បីពង្រីកទុនហើយប្រមូលកសិករដែលគាត់ធ្វើណាតែគាត់ចង់ធ្វើចង់ចូលរួមយើងហ្នឹងយកដើមទុនហ្នឹងមកឲ្យគាត់កម្ចីថែមថាពិការគឺឃុំគឺអត់មានគម្រោងទេប៉ុន្តែយកចិត្តទុកដាក់សហការជាមួយបាទហើយព្រៀបពេលនេះខ្ញុំចង់ជម្រាបជូនបងនេះថាថ្ងៃទី29បាទខែកុម្ភៈបាទឆ្នាំ2024ឆ្នាំនេះអង្គការលើកមកបាត់គម្រោងហើយព្រៀបនេះនិយាយជូនបងឲ្យជ្រាបទៅហើយបន្តទៀតតែគាត់ចង់ឲ្យគាត់មកជួយទៀតទេចង់តែដៃមួយក្នុងនាមខ្ញុំជាមន្ត្រីមន្ទីរស្ថាប័នបរិស្ថានខេត្តពោធិ៍សាត់នេះខ្ញុំនឹងគ្រប់គ្រងអស់លទ្ធភាពដល់សហគមន៍បន្តទៀត